cô đâm nô đâm và là tặng tích chăm côn chăm chay này cô cha hay bắt đầuពីនឹងទៅមានជាការប្រកបមុខរបរថែមទៀតដែរគឺឈ្មោះគេបាញ់ថ្នាំប្រៃបតនាទៅបាញ់ថ្នាំសុរថ្នាំជាតិពុលយកបានបាញ់ចន្ទីចឹងទៅយកបតនាគេហៅបាញ់ថ្នាំស្រូវទៅបាញ់ថ្នាំស្រូវបាញ់ចន្ទីចាតាំងពីដើមមកអត់មានដីឃ្លីនៅខ្លួនឯងឬមួយក៏យ៉ាងម៉េចដែរអត់បដៅខ្ញុំតាំងពីចាប់ដៃយកគាត់មកខ្ញុំគ្មានដើរសុំដីបងប្អូននៅយើងគឺយើងចេញយើងទៅសុំគេមកកន្លែងទៀតឲ្យយើងនៅចាថានៅទៅបានចំកូនចំចៅដីគាត់ទុកចោលដែរគាត់និយាយចឹងណាចាដល់ដីនេះក៏គាត់ឲ្យខ្ញុំដាំដែរគាត់ថាអូនអើយនៅទៅដាំទៅណាដឹងម្ចាស់គេមកនៅថ្ងៃណាទេបើម្ចាស់គេមកនៅវិញក៏អូនឯងនឹងធ្វើមិនទេចាញ់ទៀតឯងគាត់និយាយចឹងនេះខ្ញុំនិយាយតាមថ្មោះត្រង់ចាបាទវាធម្មតាទេធ្វើបាច់ជើងមកស្នាក់អាស្រ័យនៅលើដីគាត់ចឹងណាបានគាត់ឲ្យនៅបដោះអាសន្នវាជាបុណ្យកុសលរបស់យើងដែររបស់គាត់ដែរហ្នឹងហើយជួយយើងគាត់ឲ្យយើងប្រពន្ធនេះក៏យើងក៏មិនភ្លេចគុណគេដែរតាំងពីមុនមករហូតដល់ឥឡូវបាទភ្លេចគុណគេទេពួយដាច់បាត់ណាខ្ញុំបបោកពីពងចាំកូនប្តីខ្ញុំទៅបាញ់ឆ្នាំគេគ្មានលុយមកគេឲ្យលុយគេតែគេពាក់សិនខ្ញុំទៅអូកពើខ្ញុំមកលក់ចាំកូននេះ2ថ្ងៃមុននេះអ្នកគ្រូខ្ញុំនិយាយថ្ងៃស្មាននេះចាគេថាគេតន់មានលុយឲ្យទេក៏កូនក្តៅខ្លួននេះខុសគ្រូសំតោះខ្ញុំទៅទិញចេកទិញធុកទិញទៀនអុចដាក់ឲ្យគេតែគេគ្មានគេតន់មានឲ្យក៏ខ្ញុំនឹកឃើញទ្រាំខ្ញុំនាំកូនខ្ញុំនេះទៅអូកពឹសខ្ញុំនិយាយថ្ងៃស្មានហើយបងអូកពឹសខ្ញុំមកលក់បាន15000សាំងប៊ុំទឹកផងចាកូនស៊ីផងអង្គស៊ីទៀតទិញកគេ1គីឡូយកមកដាំបាយចាទៀននំខ្ញុំមានលុយកូនស៊ីទេនេះទាម៉ែខ្ញុំសុំ500ខ្ញុំអត់មានលុយពុកអ្នកគ្រូខ្ញុំថាមៀងហើយឲ្យកូនអញជឿ500សិនមកថាយកទៅឆ្អងហើយយកទៅពុកម៉ែបងប្អូនសប្បុរសជនទាំងក្នុងស្រុកក្រៅស្រុកបានឮហើយពីពេករបស់បងស្រីនិងបងប្រុសក៏រៀបរាប់ពីជីវិតពិតចាគឺគាត់កំសត់ទូលគតពិតប្រកបមែននេះដោយសារខាងភូមិឃុំគាត់បានអនុញ្ញាតឲ្យខាងក្រុមការងារមកធ្វើព័ត៌មានជូនដល់បងស្រីបងប្រុសគាត់ដើរសុំតែដីគេនៅទេពីប្រវត្តិមកកន្លែងទៅមួយកន្លែងមួយកន្លែងទៅមួយកន្លែងដូចជនភាសឹកចឹងចាក៏គាត់មានការលំបាកបើសិនជាពុកម៉ែបងប្អូនសប្បុរសជនទាំងក្នុងស្រុកក្រៅស្រុកអាណិតសំណោះដល់គ្រួសារបងប្រុសនិងបងស្រីព្រមទាំងក្មួយដែលគាត់មានជីវភាពកំសត់ជាមួយរួមទុកជាមួយឪពុកម្ដាយសូមទំនាក់ទំនងទូរស័ព្ទលេខ098 23 03 69និងមួយខ្សែទៀត087 23 03 69ចាដើម្បីជួយឧបត្ថម្ភដល់គ្រួសារបងស្រីនិងបងប្រុសចាជាគ្រួសារទូរគតចា